ទីបំផុតបានប៉ះគ្នាមែនទែនហើយបងប្អូនរវាង X-Men ហើយនិងក្រុម Avenger បើសិនជាប្រយុទ្ធគ្នារវាង Mystic ខាង X-Men និង Yelena ខាង Avenger តើបងប្អូនគិតថាអ្នកណាជាអ្នកឈ្នះ Put aside your petty squabbles. សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូវិភាគទៅលើតួអង្គ2នាក់រវាង Mystic ហើយនិង Yelena ខាង Avenger បើនិយាយពី Mystic គាត់គឺជា mutant ដែលមានសមត្ថភាពតាំងពីកំណើតសមត្ថភាពរបស់គាត់គឺអាចផ្លាស់ប្ដូររាងកាយទៅជាអ្នកណាក៏បានដែរគាត់អាចបន្លំខ្លួនចូលទៅជិតសត្រូវហើយលួចឆ្មក់វាយប្រហារបានយ៉ាងងាយស្រួលមែនទែនមិនត្រឹមតែមានសមត្ថភាពប្រែខ្លួនទៅជាអ្នកណាទេគាត់ក៏មានសមត្ថភាពវាយប្រហារបានយ៉ាងរហ័សរហួនផងដែរហើយក៏ថែមទាំងមានរាងកាយមាំមួនអាចនឹងរឹងមាំខ្លាំងជាងមនុស្សធម្មតាទៅទៀតដែលខុសពី Yelena គ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណឹងទេ Mystic អាចមានភាគរយឈ្នះច្រើនព្រោះគាត់មានសមត្ថភាពអាចនឹងចូលទៅជិតសត្រូវហើយលួចឆ្មក់វាយប្រហារដោយមិនឲ្យសត្រូវដឹងខ្លួនបើយើងងាកមកមើល Yelena វិញគាត់គ្រាន់តែជា Adept Black Widow ម្នាក់ហើយគាត់គឺជាមនុស្សធម្មតាដែលត្រូវគេបាននាំគាត់យកទៅឲ្យហ្វឹកហាត់នៅក្នុងអង្គភាព Red Room តាំងតែពីក្មេងគាត់ត្រូវគេហ្វឹកហាត់ឲ្យគាត់ក្លាយជាអ្នកប្រយុទ្ធក្លាយជាអ្នកស៊ើបអង្កេតសមត្ថភាពរបស់គាត់គឺគាត់អាចប្រយុទ្ធបានយ៉ាងរហ័សរហួនហើយគាត់មានការប្រុងប្រយ័ត្នខ្ពស់គាត់អាចប្រយុទ្ធដោយដៃទទេបានយ៉ាងរហ័សហើយនឹងមានសមត្ថភាពប្រើអាវុធបានយ៉ាងជំនាញដូចជាកាំភ្លើងដំបងខ្លីឧបករណ៍ឆក់ហើយនឹងអាវុធផ្សេងៗដោយដែលយើងបានឃើញនៅក្នុងរឿងអញ្ចឹងខ្ញុំគិតថា Yelena ហើយនិង Natasha ពីរអ្នកបងប្អូនហ្នឹងសុខភាពគាត់មិនចាញ់គ្នាប្រហែលទេបើយើងងាកទៅមើល Natasha វិញយើងឃើញថាគាត់មានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធជាមួយនឹងសត្រូវដែលមានសមត្ថភាពលើសពីមនុស្សធម្មតាដូចដែលយើងបានឃើញនៅក្នុង Avenger វគ្គ1 Natasha បានប្រយុទ្ធជាមួយនឹងកងទ័ព Century ដែលជាកងទ័ព Alien ដឹកនាំដោយ Loki ហើយនៅក្នុង Avenger Age of Ultron Natasha ក៏ប្រយុទ្ធជាមួយនឹង Ultron ដែលមានរាងកាយរឹងមាំហើយនឹងជា robot ដែលឆ្លាត Natasha ក៏នៅតែអាចប្រយុទ្ធបានដែរហើយនៅក្នុងរឿង Avenger Infinity War Natasha ក៏ធ្លាប់ប្រយុទ្ធជាមួយនឹងកូនចៅដ៏ចំណិតរបស់ Thanos ដែលជា Proxima Midnight ហើយនិង Culver Clade Natasha ក៏អាចទប់ទល់ជាមួយនឹងពីរនាក់នឹងបានដែរអញ្ចឹងហើយបើសិនជាយើងងាកមកមើល Yelena វិញខ្ញុំគិតថាសមត្ថភាពគាត់ក៏មិនចាញ់ Natasha ប៉ុន្មានទេបើសិនជា Yelena គាត់អាចដឹងមុនពីសមត្ថភាពរបស់សត្រូវដូចជាសមត្ថភាពរបស់ Mystic ហ្នឹងបើសិនជា Yelena គាត់អាចដឹងមុនគាត់នឹងមានការប្រុងប្រយ័ត្នខ្ពស់ទៅលើសត្រូវគាត់អាចវិភាគទៅលើសត្រូវហើយប្រើយុទ្ធសាស្ត្រក្នុងការប្រយុទ្ធដើម្បីធ្វើឲ្យគាត់ត្រឡប់មកឈ្នះវិញបានចឹងហើយបើសិនជាសម្រាប់ខ្ញុំវិញខ្ញុំជ្រើសរើសឲ្យ Yelena ជាអ្នកឈ្នះបើយើងឃើញនៅក្នុង trailer Avenger Doomsday យើងឃើញថា Yelena ហើយនិង Mystic ជួបមុខគ្នាតទល់ហើយ Mystic ប្រែខ្លួនទៅជា Yelena ភ្លាមៗនៅមុខនឹងមកចឹងធ្វើឲ្យ Yelena ដឹងមុនថា Mystic មានសមត្ថភាពអីខ្លះធ្វើឲ្យ Yelena អាចវិភាគហើយនឹងប្រើយុទ្ធសាស្ត្រក្នុងការការពារខ្លួនបានយ៉ាងងាយចឹងហើយខ្ញុំគិតថា Mystic អាចនឹងចាញ់ Yelena នៅក្នុងរឿង Avenger Doomsday នេះហើយសម្រាប់បងប្អូនវិញតើបងប្អូនគិតថាអ្នកណាជាអ្នកឈ្នះសូមកុំភ្លេច comment ខាងក្រោមវីដេអូហើយនឹងសូមជួយចុច like និងចុច subscribe channel ខ្ញុំម្នាក់មួយផងដើម្បីទុកជាកម្លាំងចិត្តក្នុងការធ្វើវីដេអូក្រោយៗទៀត